បាទសួស្តីចំពោះវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញអំពីការ plot ធ្នឹមនៅក្នុងកន្លែង plot មួយនិងកន្លែង chart component ពីរហ្នឹងគឺធ្វើឲ្យចេញរូបបានដូចគ្នាអញ្ចឹងឧទាហរណ៍គឺខ្ញុំគូសរូបធ្នឹមមួយអញ្ចឹងដើម្បីគូសរូបធ្នឹមហ្នឹងតើយើងបង្កើតក ordinate អញ្ចឹងហ៎អញ្ចឹងខ្ញុំបង្កើតជា x1 អូខេខ្ញុំបង្កើតជា x1 និង y1 អញ្ចឹងណា អញ្ចឹងយើងអាចចូលទៅកន្លែង plot ហើយយើងយកពាក្យថា x y plot អញ្ចឹងមកយើងវាយអានេះ x នេះ y អូខេតោះអញ្ចឹងវាអត់ទាន់មានអីទាំងអស់អញ្ចឹងយើងស្មើអានេះហើយយើងបង្កើតជា matrix អញ្ចឹងការចងជាមកកាត់គឺយើងបង្កើតជា matrix អញ្ចឹងអូខេអញ្ចឹងខ្ញុំដាក់0អញ្ចឹងកាលណាដែលយើងដាក់0គឺវា start ចាប់ពី0ដែរអញ្ចឹងកន្លែងនេះយើងសាកគុណຂະຫນាតជាម៉ែត្រមកជាមីលីម៉ែត្រក៏បានដែរឬក៏យើងដាក់ខាងលើយើងដាក់ទៅចេះខ្ញុំដាក់ថា B របស់ធ្នឹមពីទឹកហាស់របស់ធ្នឹមបាន4ទឹកអញ្ចឹងណាអូខេអញ្ចឹង enter អានេះក៏ enter មួយដែរយើងអញ្ចឹងនៅពេលដែលបង្កើតគឺយើងត្រូវបង្កើតជាបែបនេះអញ្ចឹងឧទាហរណ៍ថាមកកាត់ធ្នឹមចេះអានេះគឺយើង start ចាប់ពី0 0អានេះដើម្បីដើរមកដល់ណាគឺ x ដល់ x ស្មើប្រវែង b ដល់ពេលហាស់គឺនៅ0ដែរមកដល់ចំណុចនេះគឺអានេះគឺប្រវែងនេះហើយមកដល់កន្លែងនេះយើងបង្កើតជា coordinate ចំណុចនេះគឺ b ហាស់មកដល់កន្លែងនេះវិញគឺx0 ដល់ពេលកម្ពស់ហាស់វិញអញ្ចឹងអញ្ចឹង1 2 3 4អញ្ចឹងអានេះបានចំណុច1អញ្ចឹងដើម្បីបានមកចំណុចទៀតគឺយើង5អញ្ចឹង1 2 3 4 5មកដល់ចំណុចវាដើមវិញគឺ5នៅកន្លែងដើមវិញអូខេតោះអញ្ចឹងយើងវាយមកយើងដាក់ថា b អានេះគឺ0គឺ0ដល់ហាស់គឺ0ណាបានបន្ទាត់មួយអញ្ចឹងយើង enter មួយទៀតយើងអានេះ shift enter មកគឺb អានេះគឺហាស់អញ្ចឹងណាអូខេអញ្ចឹងបង្កើតបានជាមួយឡាយទៀតអញ្ចឹង enter មួយទៀតអញ្ចឹង enter shift enter មកគឺ x0 កម្ពស់គឺហាស់ម្ដងអញ្ចឹងបង្កើតបានប៉ុណ្ណាហើយយើងត្រឡប់មកធៀបដើមវាវិញគឺ0នេះគឺ0វិញអូខេអញ្ចឹងអានេះយើងបង្កើតបានជាមកកាត់ធ្នឹមនេះអញ្ចឹងអូខេចំពោះຂະຫນាតកន្លែងនេះយើងចង់ដាក់ជាម៉ែត្រក៏បានជាមីលីម៉ែត្រក៏បានយើងដាក់បើយើងដាក់ចេះគឺអានេះគឺវាគិតជាប្រវែងនេះឲ្យ400 200 150អញ្ចឹងឲ្យណាតែបើយើងចង់បានលេខតិចយើងអាចលុបវាចោលមួយទៅគឺយើងគិតជាម៉ែត្រអូខេតោះនេះករណីដែលយើង plot ជាដោយប្រើកន្លែង x plot អញ្ចឹងបើយើងចំពោះចំណុចមួយទៀតយើងចង់ប្រើជា chart component ក៏បាន chart component វាចេញមកពេលខ្លះវាអាចស្អាតជាងអញ្ចឹងវាអាចស្អាតជាង plot អានេះយើងអាចលេង color បានឥឡូវកន្លែងចំណុច plot កន្លែងនេះបើយើងចង់លេង color ដូចជាមិនមានអីទេណានេះយើងអាចប៉ះលើវាបង្កើតកម្រាស់ហើយលេង color អីតិចតួចបានតែបើយើងចង់ដាក់ background នៅក្នុងនេះអត់បានទេឥឡូវខ្ញុំបង្កើតទៅជាមួយចំណុចទៀតតាក់ទងនឹង chart component តោះអញ្ចឹងយើងចុចចូលកន្លែង chart component មកយើង insert សិនណាតោះ insert គឺវា load បែបនេះខ្ញុំចាប់ទាញចូលក្នុងតិចហើយខ្ញុំចូលកន្លែងនេះវិញអញ្ចឹងចំណុចទៅត្រូវបញ្ចូលគឺយើងคลิกនៅក្នុងនេះមួយហើយយើងចុចកន្លែង chart component ដែរហើយយើងយកពាក្យថា x អានេះគេឲ្យយើង insert តាម x insert មកយើងវាយ x អញ្ចឹងកន្លែងនេះគឺយើងត្រូវស្មើអាញាត់របស់យើងនេះកន្លែងនេះត្រូវស្មើអាញាត់កន្លែងនេះអញ្ចឹងអូខេបានមួយអញ្ចឹងបន្តមកទៀតយើង insert ទៀតយើងយក y ម្ដងយើងវាយ y ចូលមកនេះវាបង្កើតបានជានេះហើយតោះហេតុអីបានវាអត់ទាន់ចេញអីអញ្ចឹងបើយើងចង់ចូលទៅកែសម្រួលវាអញ្ចឹងយើងคลิกលើវា2ដងមកនេះយើងឃើញដោយសារអានេះវាបង្កើតបានជាឡាញឲ្យហើយប៉ុន្តែកន្លែងនេះគឺវាបានបាំងឡាញអញ្ចឹងបើយើងចង់យកនឹងនៅកណ្ដាលក៏បានតែយើង select លើវាចាំមកយើងចុចចូលទៅកន្លែង x ហើយយើងយកពាក្យថាកន្លែង set up កន្លែងនេះយើងយកនេះកន្លែងនេះបឋមយើងយក y ស្មើ0មកដល់ពេលy វិញយើងចូលកន្លែង set up យើងយកអានេះស្មើ0ដែរមកគឺវានៅចំចំណុចនេះអញ្ចឹងនេះ0 0តោះបើយើងអត់ចង់ឲ្យឃើញហ្នឹងទេយើងចង់ឃើញតែមកកាត់ធ្នឹមយើងដោះគ្រីសមកចុចកន្លែង style ហើយយើងដោះគ្រីសបាទដល់ពេលអាលេខនេះវិញយើងអាចដោះ
កន្លែង text នេះមកអត់ចំណុចកន្លែងនេះវិញចុចលើ x ដោះវាទាំងពីរនេះមកក៏បានដែរដល់មកគឺវាបានអញ្ចឹងវាសល់តែមកកាត់ធ្នឹមប៉ុណ្ណេះឃើញមកកាត់ធ្នឹមអញ្ចឹងខ្ញុំចង់កែមកកាត់ធ្នឹមយើង select លើវាមកយើងអាចបង្កើនកម្រាស់វាប៉ុណ្ណេះហើយយើងដូរពណ៌លេងពណ៌វាតិចណាអូខេអញ្ចឹងក្រៅពីហ្នឹងដូចជាមិនមានអីទេបើយើងចង់ដាក់ឈ្មោះហើយឥឡូវ chat component ហ្នឹងយើងអាចដាក់ឈ្មោះបានយើងអាចដាក់ឈ្មោះទៅលើវាបានអញ្ចឹងជាឧទាហរណ៍នេះយើងចូលកន្លែង plot នេះហើយនេះវាមាន area អញ្ចឹង area នេះបើយើងចង់ដាក់ពណ៌វាក៏បានដែរឥឡូវខ្ញុំចង់ដាក់ gradient មកនេះយើងដាក់កន្លែងនេះអូខេវាលេងពណ៌បានអញ្ចឹងណាអូខេអានេះពណ៌ខាងក្នុងដល់ពេលពណ៌ខាងក្រៅយើងអាចនេះ border ខាងក្រៅនេះបើយើងអត់ចង់ដាក់ទេយើងដោះគ្រីសចោលអញ្ចឹងអាខាងក្រៅនេះតាក់ទងនឹងអានេះបើយើងយករៀងអាចរើសពណ៌មកឃើញវានៅខាងក្រៅចេះវិញអូខេប៉ុណ្ណឹងសរសៃដៃអីតាមក្រោយតោះបើយើងចង់ដាក់ឈ្មោះវាអញ្ចឹងចង់ដាក់ឈ្មោះយើងចូលកន្លែងlegend អានេះគឺជា legend បង្ហាញពីនេះទេបើយើងអត់ចង់បង្ហាញវាយើងបាច់ទេនេះយើងចូលកន្លែង title អញ្ចឹងយើងគ្រីសមកនេះគឺវា load out បើយើងចង់ឲ្យវាទៅលើឬក៏ចុះក្រោមយើងដូរកន្លែងនេះយកពី about វាទៅលើunder គឺនៅក្រោមអញ្ចឹងជាឧទាហរណ៍ថា beam section អីចឹងទៅ beam section អញ្ចឹងយើងអាចដូរ font វាទៀត select លើនេះយើងអាចដាក់ Times New Roman អីចឹងណាហើយដូរពណ៌វាទៅអូខេតាមចិត្តយើងហើយនេះអាចដាក់ trade ក៏បានអីក៏បានដែរតោះអូខេ trade ទៅតោះ size វាយើងយកមក14ប៉ុណ្ណឹងទៅក៏បានដែរអញ្ចឹងណាហើយយើងបន្តមកទៀតយើងមាននេះអា border ខាងនេះយើងអាចនេះ select លើវាចេះមកយើងឃើញយើងអាចដាក់បែបនេះបានពណ៌អីក៏បានលើយើងទេហើយម្យ៉ាងវិញទៀត background វាខាងក្រោយយើងអាចដាក់ពណ៌សឬក៏នេះយើងចង់ឲ្យវាថ្លាប្រហែលភាគរយអញ្ចឹងបើយើងដាក់30គឺអាខាងក្រោយគឺថ្លាខ្លាំងបើយើងដាក់100%គឺដិតចូលតែម្ដងអញ្ចឹងយើងយក70ក៏បានអញ្ចឹងអូខេអានេះការដូរមុំទេនេះវា load style បែបនេះអញ្ចឹងយើងយក0ទេអត់មានយកអីផ្សេងទេអញ្ចឹង x y គឺដូចគ្នាបើយើងគ្រីសគឺវា load បើយើងចង់ឲ្យឃើញតែ a អត់ឲ្យឃើញលេខយើងបាច់គ្រីសអាក្រោមទេអញ្ចឹងយើងអាចគ្រីសប៉ុណ្ណេះគឺវា load ជា a ឲ្យតែបើយើងអត់ចង់បង្ហាញវាទាំងអស់ហ្មងគឺយើងដោះគ្រីសវាចោលទៅលេខ1នេះគឺជា symbol យើងអាចលេងវាផ្ទៃវាបានអញ្ចឹងណាអូខេតោះអញ្ចឹងចំពោះនេះតកតងនឹងឆាតគឺយើងអាចប្រើ style អីក៏បានដែរឲ្យវាចេញចេះក៏បានឬក៏បើយើងអត់ប្រើទេយើងដាក់ no ទៅក៏បានដែរអញ្ចឹងណាអូខេយកនេះក៏បានតោះអាចរាវវាលេងទៅក៏បានដែរអញ្ចឹងចំពោះការ plot គឺមាន2ហ្នឹងអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំធ្វើខាងក្រៅឲ្យដើម្បីឲ្យងាយស្រួលកុំឲ្យពិបាកទៅមើលនៅវីដេអូក្នុងមេរៀនអញ្ចឹងសូមអរគុណច្រើនហើយយើងសូមអរគុណច្រើន